តើ matcha មានប្រវត្តិយ៉ាងណា matcha មានប្រវត្តិដំបូងនៅប្រទេសចិនពោលគឺក្នុងរាជវង្សថាងនៃអំឡុងសតវត្សទី7ដល់សតវត្សទី10នៅសម័យនោះការរៀបចំទុកដាក់ស្លឹកតែតែងត្រូវបានធ្វើឡើងតាមរយៈការយកស្លឹកទៅចំហុយហើយសង្កត់សង្កិនឲ្យទៅជាដុំៗស្រដៀងទៅនឹងដុំឥដ្ឋដើម្បីងាយស្រួលក្នុងការរក្សាទុកធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូននៅពេលដែលត្រូវយកមកប្រើប្រាស់ដុំតែទាំងនោះនឹងត្រូវបានរៀបចំតាមរយៈការយកទៅលីងកិនរួចលាយជាមួយទឹកនិងដាក់នៅអំបិលបន្តិចផងទាំងនេះហើយជាទម្រង់ដំបូងបំផុតនៃ matcha បន្តមកនៅក្នុងសតវត្សទី10ដល់សតវត្សទី13ក្នុងសម័យកាលនៃរាជវង្សស៊ុង matcha ក៏បានក្លាយជាវប្បធម៌ដ៏ពេញនិយមមួយក្នុងចំណោមអ្នកកាន់ព្រះពុទ្ធសាសនានិងអ្នកប្រាជ្ញនានានៅក្នុងអំឡុងពេលនោះព្រះសង្ឃសញ្ជាតិជប៉ុនមួយអង្គព្រះនាមអេសៃតដែលដេចគុណបានចំណាយពេលជាច្រើនរៀនសូត្រអំពីព្រះពុទ្ធសាសនាក្នុងប្រទេសចិនបានធ្វើការត្រឡប់មកប្រទេសជប៉ុនវិញដោយព្រះដេចគុណបាននាំយកនៅពូជតែនិងរបៀបរបបផឹកតែរបស់ព្រះសង្ឃមហាយាននៃប្រទេសចិនមកអនុវត្តបន្តផងដែរក្នុងឆ្នាំ1191ពោលគឺនៅចំនួននៃអ្នកប្រយុទ្ធសាមូរ៉ៃដឹកនាំប្រទេសជប៉ុនក្រោយពីព្រះដេចគុណអេសៃតនិមន្តមកដល់ប្រទេសកំណើតវិញព្រះដេចគុណក៏បានផ្ដើមដាំដុះនៅគ្រាប់ពូជទាំងនោះនិងបានចែកចាយនៅពូជតែមួយចំនួនទៅកាន់ព្រះសង្ឃនៅតំបន់ផ្សេងៗទៀតដើម្បីធ្វើការដាំដុះផងដែរនេះអំឡុងពេលនោះដំណាំតែគឺត្រូវបានចាត់ទុកជាស្លឹកដ៏មានតម្លៃតែការប្រមូលផលរបស់វាគឺបានត្រឹមចំនួនតិចតួចនៅឡើយរាប់រយឆ្នាំបន្ទាប់មករបៀបរបបនៃការផឹកតែនេះក៏ទទួលបានការចាប់អារម្មណ៍និងអនុវត្តច្រើនឡើងនៅចន្លោះសតវត្សទី15និង16ព្រឹទ្ធាចារ្យខាងតែរបស់ជប៉ុន2រូបបានធ្វើឲ្យការផឹកតែនេះប្រែក្លាយជាវប្បធម៌មួយមានលក្ខណៈប្រណិតស៊ីវិល័យដែលប្រជាជនជប៉ុនតែនិយមហៅថាវិធីនៃតែដែលនេះជាប្រពៃណីរបស់ជនជាតិជប៉ុនបង្ហាញពីចិត្តការមិនភ្លេចខ្លួនសេចក្តីរីករាយភាពសាមញ្ញនិងភាពស្ងប់ស្ងាត់ matcha នៅសម័យនោះជាភេសជ្ជៈដែលប្រណិតដោយវាតែងត្រូវបានប្រើប្រាស់ភាគច្រើននៅតែតាមវិហារក្នុងថ្នាក់រៀនគុនដាវសាមូរ៉ៃនិងសម្រាប់ក្រុមអ្នកនិយមតែមួយចំនួនប៉ុណ្ណោះត្បិតទិន្នផលពុំគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែងរហូតទាល់តែនៅសតវត្សទី18នៅពេលដែលកសិករបានរកឃើញនិងផ្ដើមប្រើប្រាស់វិធីសាស្ត្រថ្មីមួយក្នុងការដាំដុះដោយបានយកដើមតែទៅដាំនៅក្រោមម្លប់ហើយវិធីនេះបានជួយដល់ការប្រមូលផលនិងពង្រឹងសុខភាពនៃដើមដល់កម្រិតមួយដ៏ល្អបំផុតមិនធ្លាប់មានចំពោះរសជាតិពណ៌និងសារធាតុចិញ្ចឹមរួមទាំងបានជួយដល់កំណើនទិន្នផលនិងការផលិតចែកចាយ matcha បានយ៉ាងទូលំទូលាយនេះជាចំណុចដ៏សំខាន់ដែលជួយឲ្យ matcha មានភាពល្បីល្បាញទៅបានគួរបញ្ជាក់ផងដែរស្របពេលដែល matcha ឬម្សៅតែកំពុងពេញនិយមនៅក្នុងប្រទេសជប៉ុននៅឯប្រទេសចិនដែលជាទីតាំងកំណើតនៃ matcha ឯណោះវិញ matcha គឺពុំសូវមានប្រជាប្រិយភាពខ្លាំងក្លានោះឡើយសពថ្ងៃ matcha ជាភេសជ្ជៈមួយដែលទទួលការពេញនិយមនៅពាសពេញពិភពលោកហើយវាត្រូវបានយកទៅប្រើប្រាស់មិនត្រឹមតែសម្រាប់ឆុងជាតែប៉ុណ្ណោះទេតែវាក៏ត្រូវបានប្រើប្រាស់សម្រាប់ធ្វើនៅបង្អែមការ៉េមផលិតផលថែសម្ផស្សឡាក់ matcha ជាការរួមបញ្ចូលគ្នារវាងបច្ចេកទេសចិននិងវប្បធម៌របស់ជប៉ុនបច្ចុប្បន្នប្រទេសចិនជាប្រទេសដែលផលិត matcha ក្នុងចំនួនច្រើនបំផុតតែសម្រាប់ការនាំចេញប្រទេសជប៉ុនទៅវិញទេដែលជាអ្នកនាំមុខគេនៅក្នុងពិភពលោកព្រោះទិន្នផលនៃតែបៃតងដែលចិនផលិតបានភាគច្រើនគឺត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ត្រឹមនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះក្រឡេកទៅមើលប្រទេសដែលនាំចូលវិញនោះគឺសហរដ្ឋអាមេរិកឈរនៅលេខរៀងទី1និងតាមពីក្រោយដោយប្រទេសនៅតាមបណ្ដាសហភាពអឺរ៉ុបដទៃជាច្រើនទៀត matcha ជាភេសជ្ជៈដែលមានអត្ថប្រយោជន៍ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុប្រឆាំងការរលាកក្នុងរាងកាយជួយដល់សុខភាពខួរក្បាលជួយបន្ធូរអារម្មណ៍ជួយដល់សុខភាពបេះដូងការបញ្ចុះទម្ងន់ប្រព័ន្ធរំលាយអាហារជួយបញ្ចុះជាតិស្ករនិងជួយដល់សុខភាពថ្លើមជាដើមជួបគ្នាក្នុងវីដេអូបន្ទាប់